នៅរាត្រីក៏ណតាឡាព្រៃស្នាក់ក្នុងឃុំតូចមួយលាក់ខ្លួនជ្រៅក្នុងព្រៃភ្នំនៃខេត្តកំពង់ឆ្នាំងមានរឿងនិទានដំណាលគ្នាពីជំនាន់មួយទៅជំនាន់មួយអំពីព្រៃអាកងបាំងមួយកន្លែងឈ្មោះថាព្រៃថ្នល់យំអ្នកស្រុកជឿថាព្រៃនេះមានព្រលឹងខ្មោចមានក្រមុំអ្នកតាមលងបន្លាចអ្នកណាដែលហ៊ានឆ្លងកាត់នៅពេលយប់ជ្រៅរឿងចាប់ហោតាមើលនៅយប់មួយដ៏ស្មុគស្មាញគ្មានខ្យល់បក់សូម្បីបន្តិចមានតែសូរសំឡេងសត្វល្អិតយំល្វើយអាលីងដែលជាយុវតីអ្នកទៅប្រឡប់ពីធ្វើការរោងចក្រយឺតយ៉ាវបានសម្រេចចិត្តកាត់ផ្លូវកាត់តាមព្រៃនោះដើម្បីទៅផ្ទះឲ្យបានលឿននាងធ្លាប់បានឮរឿងរ៉ាវព្រៃខ្មោចយំនេះជាច្រើនដងប៉ុន្តែនាងមិនដែលជឿនោះទេពេលបោះជំហានចូលព្រៃភ្លៀងខ្យល់ត្រជាក់ស្រៀងស្រាងបានបក់មកប៉ះផ្ទៃមុខរបស់នាងដើមឈើធំខ្ពស់ត្រដែតបាំងពន្លឺព្រះច័ន្ទស្ទើរតែជិតឈឹងធ្វើឲ្យយកបរិយាកាសកាន់តែអពើអាលីងចាប់ផ្ដើមមានអារម្មណ៍ខ្លាចប៉ុន្តែនាងនៅតែព្យាយាមប្រាប់ខ្លួនឯងថាវាគ្រាន់តែជាអារម្មណ៍ភ័យខ្លាចរបស់ខ្លួនឯងតែប៉ុណ្ណោះដើរទៅបានបន្តិចស្រាប់តែមានសូរសំឡេងយំសោកសឹកវើយចេញពីកណតាឡាព្រៃជ្រៅសំឡេងនោះសោកតាប់ទៅដូចជាសូរសំឡេងមានប្រមុំយំសោកសម្លេងអាលីងចាប់ផ្ដើមភ័យញាក់ខ្លួនត្រជាក់ស្រឹកនាងបង្កើនលឿនដើរតែសំឡេងនោះក៏កាន់តែលឺច្បាស់ហើយដូចជាខិតមកចិត្តនាងបន្តិចម្ដងនរណានៅទីនោះអាលីងស្រែកសួរទាំងសំឡេងមកសំឡេងយំនោះក៏ឈប់ភ្លាមជំនួសមកវិញនៅសំឡេងដករំហាមឬសូរហត់នៅពីក្រោយខ្នងរបស់នាងអាលីងស្ទើរតែដាច់ខ្យល់នាងមិនហ៊ាននិយាយក្រោយនោះទេភាពត្រជាក់ដូចទឹកកកបានបក់មកប៉ះកញ្ចឹងករបស់នាងធ្វើឲ្យយករោមជើងរោមដៃរបស់នាងលើកឈរភ្លាមនោះនាងក៏មានអារម្មណ៍ថាមានអ្វីយ៉ាងកំពុងចាប់ទាញសក់របស់នាងថ្នមពីក្រោយនាងឮសំឡេងខ្សឹកខ្សៀវមួយយ៉ាងស្រាលនៅក្បែរត្រចៀករបស់នាងថាកុំទៅណានៅជាមួយបងអាលីងភ័យស្លន់ស្លោជាខ្លាំងនាងស្រែកមួយទំហឹងហើយលូតយ៉ាងលឿនដោយមិនងាកក្រោយនាងនឹកមិនគិតពីផ្លូវក៏បានជំពប់វាទៅលើឬសរឈើមួយពេលនាងនឹកមកឡើងវិញនាងក៏បានឃើញនាងក្រមុំអ្នកស្លៀកសម្លៀកបំពាក់ពណ៌សសុកវែងបន្លាយបិទបាំងមុខឈរនៅពីមុខនាងបន្តិចពន្លឺព្រះច័ន្ទបានឆ្លុះបញ្ចាំងពីភ្នែករបស់នាងដែលមានពណ៌ក្រហមឆៅដូចឈាមនាងក្រមុំនៅបានលើកដៃដែលស្លេកស្លាំងឡើងយឺតហើយចង្អុលមកកាន់អាលីងពេលនោះអាលីងក៏សន្លប់បាត់ស្មារតីទៅយកព្រឹកឡើងអ្នកស្រុកដែលចេញទៅបេះបន្លែបានប្រទះឃើញអាលីងដេកសន្លប់បាត់ស្មារតីនៅក្បែរវត្តព្រៃពួកគេក៏បានជួយលើកនាងទៅផ្ទះក្រោយពីភ្ញាក់ពីដេកអាលីងបានរៀបរាប់រឿងរ៉ាវទាំងអស់ដែលនាងបានជួបប្រទះក្នុងព្រៃខ្មោចជំនួសចាប់តាំងពីពេលនោះមកអាលីងលែងហ៊ានកាត់ផ្លូវកាត់តាមព្រៃនោះទៀតហើយអ្នកស្រុកក៏កាន់តែជឿជាក់ទៅលើរឿងនិទានអំពីព្រៃខ្មោចជំនួស